សំរងស៊ីកំសខាមិនខ្លាំងបោកទេបងប្អូនមិនខ្លាំងទេបើបងប្អូនចេះមើលងងណាស់មិនខ្លាំងទេតែខ្លាំងអាអ្នកកັບមុខនឹងហ្មងបងប្អូនណាបើកូនចៅជំនាន់ក្រោយវាស្ដាប់សលេងខ្ញុំវាយល់ពីចិត្តខ្ញុំបងប្អូនចាំពាក្យខ្ញុំចាំមើលបងពួកវាហូរទឹកភ្នែករួចជេរបងប្អូនជំនាន់មុនជេរហ្មងបងប្អូនសាកមើលអញ្ចឹងខ្មែរយើងគឺល្ងងអញ្ចឹងបងប្អូនសំរងស៊ីកំសខាប្រឆាំងព្រះអាឡាយប្រឆាំងធ្វើប្រឆាំងនោះមានប្រឆាំងអីបើអត្តចរិតដូចគ្នាមានប្រឆាំងអីបងប្អូនយើងសគឺសខ្មៅគឺខ្មៅបងប្អូនណាខ្ញុំចេញមកពីសំរងស៊ីមកបងប្អូនខ្ញុំច្បាស់លាស់ហ្មងថាខ្ញុំទៅបីប្រឹងសម្របសម្រួលយ៉ាងណាក៏ដោយនៅមួយគ្នាមិនកើតទេដូចទឹកនឹងប្រេងបងប្អូនគ្រាន់តែឃើញអត្តចរិតរបស់ប្រធានថាខ្ញុំស្អប់ម៉ែស្អប់ពីព្រោះយើងស្អប់ជាកំណើតរបស់យើងហ្មងខ្ញុំស្របស្គាល់គណៈបកប្រជាជននិយាយពីប្រធានគេទៅណានាយករដ្ឋមន្ត្រីទៅណាប្រពន្ធនាយករដ្ឋមន្ត្រីទៅណានិយាយពីរត់ចែកជើងគ្នានិយាយពីគ្រាន់តែថតរូបហ្នឹងក៏អានេះត្រូវឈរចិត្តលោកជំទាវកន្លែងហ្នឹងកន្លែងអញអត់មានអាណាមកឈរចិត្តបានទេសិតតែចង់ឯងថាវាស្អប់យកតែមែនតើណាបងប្អូនដល់មកសំរងស៊ីដូចគ្នាខ្ញុំហៅអាក្រក់ចោះពួកមីដែងប្រមាណអ្នកនោះខ្ញុំថាពួកមីដែងពួកមីលបលកាច់លបលយកប្រមាណអ្នកនោះមនុស្សបាត់សង្គមដើរទៅជុំវិញលោកប្រធានឥឡូវបានធ្វើតំណាងនេះអស់លេងពួកមីសង្កេតអស់នោះដឹងគេនិយាយប្រាប់ខ្ញុំថាម៉េចទេវាសនាឯងទៅតែព្រៃវែងអត់ព្រមមកឈរក្បែរគុំអាស័យហើយគុំអាស័យហ្នឹងកន្លែងណាថាគុំអាស័យហ្នឹងមាត់ជ្រត់ទ្វារលោកប្រធានធ្លាប់ចេញមកស្នាឯងទៅតែព្រៃវែងរួចហើយអត់មកឈរក្បែរគុំអាស័យឲ្យប្រធានចេញមកឃើញមុខវាសនាឯងអត់បានបន្ទុទេចាំមើលទៅនិយាយថាអញ្ចឹងបងប្អូនហើយពួកមីចំគួតអស់ហ្នឹងអាចចំគួតអស់ហ្នឹងនៅតែក្បែរគុំអាស័យហ្នឹងឈរចាំមើលលោកប្រធានចេញមកអូគ្រប់អញ្ចឹងថាខ្ញុំស្អប់គណៈបកប្រជាជនអញ្ចឹងបងប្អូនខ្ញុំស្អប់ខ្ញុំចង់កែវប្បធម៌ហ្នឹងគណៈបកសំរងស៊ីអញ្ចឹងទៀតបងប្អូនអញ្ចឹងទៀតឥឡូវខ្ញុំឃើញពួកមីសង្កេតអស់ហ្នឹងធ្វើតំណាងនេះអស់ហើយអញ្ចឹងបានជាវាប្រឹងខ្លាំងម៉េះពួកប្រឹងតែវាបានមែនខ្ញុំចេញមកវាសុបាយចិត្តចង់ងាប់ហើយពួកខ្ញុំអ្នករកឈៀលរឿងហ្នឹងជាងគេអញ្ចឹងហើយបងប្អូនបោះស្រឡាញ់រំពឹងថាគេនឹងកាន់ការងារប្រទេសជាតិទៅហ្នឹងគេល្អអាហ្នឹងពឹងផ្កាយលើមេឃពួកអត់ចេះបោកហេតុបោកផលបើបោកហេតុបោកផលអូអានេះផ្ដាច់ការដល់គ្នាតាអានេះពុកអលួយដល់គ្នាតាហើយបើនិយាយពីប្រពន្ធលោកប្រធានសំរងស៊ីផងបងប្អូនហើយហៅលោកប្រធានសំស៊ីព្រោះបារាំងផងនោះទៅនៅស្រុកបារាំងនិយាយគេដើរលឿនសំរងស៊ីក៏ដោយប្រពន្ធគាត់ដើរលឿនប្រពន្ធគាត់ហៅរាំងស៊ីថារាំងស៊ីបងប្អូនដែលឃើញកង់អាទិះហើយកង់អាទិះកំពុងបោហើយយើងយកដងជាប់ទៅដាក់វាកាក់នឹងអាព្រែកអាទិះដាក់បាត់ងាក់រាំងស៊ីងាក់ប្រពន្ធគាត់ហៅប្តីទៅចឹងរាំងស៊ីងាក់ថាខ្លាចប្រពន្ធម៉ែអាខ្លាចដល់ពេលខ្ញុំនឹកក្នុងចិត្តអញ្ចឹងខ្ញុំនឹកឃើញដល់រឿងអាប្រពន្ធនឹងមកលុកលាន់កិច្ចការប្តីតាំងពីដើមមកនេះតាធំរបស់យើងក៏ងាត់និយាយនោះចឹងលុកលាន់ចឹងបានងាត់ស្រុកងាត់ទេអស់ហ្នឹងដល់ពេលដាច់យុរដ្ឋមន្ត្រីហ៊ុនសែនគាត់និយាយច្បាស់ហ្មងពីណាមិនខ្លាចប្រពន្ធវិញតែគេឲ្យស្លៀកអីយើងស្លៀកនឹងតែយើងមិនស្លៀកយើងរឹងពេកណាគេឲ្យដេកក្រៅមុងឡៅឃើញទេដល់អ៊ំខាខ្ញុំវិញផិនណាដែលយើងរមើលដឹងថាពួកនឹងខ្លាចប្រពន្ធនោះផិនថ្ងៃសមាជនៅឯស្តាតនឹងគាត់និយាយថាម៉េចទេបងប្អូនហើយខ្ញុំសម្រាប់ថាធ្វើនំប៉័ងដាក់សាច់ឲ្យបងប្អូនមកកណាត់អ្នកប៉ិនប្រពន្ធខ្ញុំគាត់ប្រាប់ថាអើយឲ្យមួយត្មងទៅខ្ញុំក៏សម្រាប់ឲ្យមួយត្មងទៅចឹងទៅឃើញទេប្រពន្ធនឹងឲ្យបានឲ្យដែរនឹងផិនហ្នឹងបងប្អូនបច្ចាណាមើលសិតតែរឿងប្រពន្ធលោកដៃលោកជើងហើយដល់សំរងស៊ីវិញបងប្អូនមិនឃើញថតរូបមុខរដ្ឋសភាគេឈរឲ្យមកជួយាយប្រពន្ធសំរងស៊ីហ្នឹងមកឈរពីមុខគេហ្មងឈរពីមុខប្តីតែម្នាក់ឯងអាណាហ៊ានទៅឈរបងប្អូនងាប់អើយសំរងស៊ីអភិជនណាជាងស្ដាច់ទៀតណាបងប្អូនជាងស្ដាច់ទៀតនៅផ្ទះគាត់សន្លត់ជង្គង់និយាយយើងមកឈរមុខយើងបានអីអូយបងប្អូនហើយបងប្អូនប្រហែលតោកពៀនវាំងយើងទៅឈរពីមុខចឹងគេថាយើងនឹងវាប្រភ្លើគេព្រួតគ្នាស្ដីឲ្យយើងងាប់ប្រពន្ធនឹងទៅឈរកន្លែងមុខហ្នឹងអ្នកឯងហ្នឹងដៃ7មកចឹងខ្ញុំនឹកក្នុងចិត្តអូយាយនេះមិនចោលអាចរិតត្រួតប្តីនឹងហ្មងហើយឡាំងស៊ីនិយាយពីខ្លាំងនៅលើឆាកណាមើលទៅប៉ិនអញ្ចឹងយាយនឹងដឹកច្មោកចឹងបងប្អូនចាណាមើលរាំងស៊ីងឹកអញ្ចឹងបានខ្ញុំបងប្អូនប្តីប្រពន្ធណាគឺគោរពគ្នាបងប្អូនតែឲ្យខ្លាចខ្ញុំថាអាណាខ្លាចប្រពន្ធនេះបងប្អូនមិនដឹងកាន់ក្បាលមេក្រូមកនិយាយរឿងតស៊ូដើម្បីសេរីភាពអាណាបើខ្លួនឯងគ្មានសេរីភាពផង
រាំងស៊ីសតសេរីភាពអាចមិនរួចពីប្រពន្ធត្រួតក្បាលផងបងប្អូនគោរពប្រពន្ធបងប្អូនតែអារឿងឲ្យប្រពន្ធលោកលន់ត្រួតក្បាលហ្នឹងវាថោកទាបបងប្អូនមនុស្សខ្មែរគឺតែអញ្ចឹងហ្មងបងប្អូនហើយអំណាចប្រមូលផ្ដុំផងប្រពន្ធលោកដៃលោកជើងអាណាចង់ធ្វើធំទៅជួបតែលោកជំទាវហ្នឹងទៅបានធ្វើធំអញ្ចឹងខាងគណៈបកប្រជាជនក៏អញ្ចឹងខាងអ៊ំស៊ីក៏អញ្ចឹងខាងអ៊ំខាខ្ញុំក៏អញ្ចឹងហើយបងប្អូនមើលបកពួកមើលគ្រាន់តែប្រហែលថ្ងៃហ្នឹងប្រតិកម្មរឿងកូនកម្មសខាចង់ធ្វើសមាជិកកោចបមិនទាន់ចប់ហ្នឹងគេស្រែកបាយបហាប៉ុណ្ណឹងហើយហ្នឹងអត់ទាន់ខាកម្មសខាអត់ដាក់មកមិនទាន់ទេនៅញញ៉ាញ់នៅក្នុងទៀតអូននឹងខុសពីគណៈបកប្រជាជនហ្នឹងគណៈបកប្រជាជនក៏ដាក់កូនគាត់ហាអ្នកគ្រប់គ្រងដឹងគេថាមិនចេះដាក់កូនគាត់ចឹងហើយបានទុកចិត្តគេទិញវាមិនបានខ្ញុំថាដូចតែលោកយុរដ្ឋទៅហ៊ុនសែនដែរគាត់ថាដាក់កូនគាត់ធ្វើមេប៉ូលីសទាហានចឹងហើយបានគេទិញបានដាក់គេផ្សេងមកគេបាញ់អញទៅដាក់កូនអញចឹងហើយចឹងបានលោកយុរដ្ឋទៅហ៊ុនសែនគាត់ថាមិនចេះបើមកឲ្យដាក់កូនអញដាក់កូនឯងចុះហាហើយពួកនឹងវាយបហាអូសតបៈពួកដល់ពេលខ្លួនវាដាក់ដែរបងប្អូនត្រង់ហ្នឹងដែលខ្ញុំចង់សួរបងប្អូនថាវាប្រឆាំងអីនឹងវាប្រឆាំងហ្នឹងមាត់វាថាប្រឆាំងអ៊ំខាគាត់ឌៀមដាមឲ្យគណៈបកប្រជាជនរឿងបោះឆ្នោតជាកញ្ចប់បងប្អូនស្គាល់បោះឆ្នោតជាកញ្ចប់ទេបោះឆ្នោតជាកញ្ចប់ហ្នឹងគឺបោះក្បាលម៉ាស៊ីនរដ្ឋសភានឹងផងបោះរដ្ឋាភិបាលផងការពិតក្នុងរឿងត្រឹមត្រូវពិភពលោកដែលមានអាណាមានដោយស្រុកខ្មែរបោះកញ្ចប់ចឹងឯងគេត្រូវបោះឆ្នោតរើសរចនាសម្ព័ន្ធក្នុងរដ្ឋសភាឲ្យហើយឲ្យកើតជាសភាពេញអង្គរួចហើយបានសភាពេញអង្គហ្នឹងបោះឆ្នោតរៀបចំរដ្ឋាភិបាលវាទៅចឹងវាកើតតាមលំដាប់វាសិនណាកើតម៉ែហើយបើកើតកូនដល់ពេលចរចាគ្នាមួយគណៈបកហ៊ុនបច្ចុប្បន្នក្នុងរដ្ឋាភិបាលបង្កើតឡើងដោយសម្លេង2/3នៃរដ្ឋសភាទាំងអស់មិន50%បូក1ដោយឥឡូវទេដល់ពេលអញ្ចឹងគណៈបកប្រជាជនគេពឹងគណៈបកហ៊ុនសម្បត្តិហ្នឹងដើម្បីឲ្យបោះឆ្នោតឲ្យគេគ្រប់2/3ដល់ពេលទៅចែកគ្នាទៅស្ដេចខំប្រាំងនេះគាត់ទាធ្វើប្រធានរដ្ឋសភាគាត់ទាបើមិនបានធ្វើអីគាត់ធ្វើប្រធានរដ្ឋសភាព្រោះអីព្រោះយើងមកពឹងគាត់ដែរគណៈបកប្រជាជននោះមកពឹងគណៈបកហ៊ុនបច្ចុប្បន្នឲ្យបោះឆ្នោតឲ្យខ្លួនឯងធ្វើយុទ្ធរដ្ឋមន្ត្រីអញ្ចឹងព្រមឲ្យស្ដេចខំប្រាំងធ្វើប្រធានរដ្ឋសភាហើយគេចែកគណៈកម្មការអីរួចស្រេចតាមធម្មតាគេត្រូវការបោះឆ្នោតរដ្ឋសភាឲ្យចេញសិនឲ្យវាមានមេមានកោយមានប្រធានមានអនុប្រធានវាមានគណៈកម្មការវាឆ្អែតសិនចប់សពគ្រប់បានគេចាប់ដើមបោះនាយករដ្ឋមន្ត្រីដល់គណៈបកប្រជាជនជាពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ទុកចិត្តខ្លាចបោះឆ្នោតប្រធានរដ្ឋសភាហ្នឹងគណៈបកប្រជាជនជួយបោះឲ្យស្ដេចកំប្រាំងហ្នឹងបានធ្វើប្រធានរដ្ឋសភាកើតរួចហើយលោតរដ្ឋសភាហ្នឹងអត់បោះឆ្នោតឲ្យគាត់ធ្វើនាយករដ្ឋមន្ត្រីដល់តែអញ្ចឹងគាត់កើតអកំណត់បោះឆ្នោតកញ្ចប់ហ្មងគឺថាមកលិះហ្នឹងមកសភៅហ្នឹងមកកដាស់ហ្នឹងមកអាណាធ្វើប្រធានសភាអាណាធ្វើអនុប្រធានសភានិយាយហើយអាណាធ្វើរដ្ឋមន្ត្រីអាណាធ្វើនាយករដ្ឋមន្ត្រីនិយាយហើយរួចបោះឆ្នោតមកគិតហ្នឹងទៅទាំងអស់ហ្មងអាប្រធានសភាក៏កើតអនុប្រធានក៏កើតគណៈកម្មការក្នុងរដ្ឋសភាក៏កើតអានាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនេះក៏កើតមកដែរអានឹងគេហៅកូនហើយម៉ែកើតទន្ទឹមគ្នាបោះឆ្នោតកញ្ចប់និយាយពីអ៊ំខាក៏បានដៃវ័យរដ្ឋាភិបាលមិនដែលទេលើលោកនេះមិនដែលទេបងប្អូនអើយឃើញណាមានតែស្រុកខ្មែរទេបោះឆ្នោតកញ្ចប់បានអ៊ំខាវត្តទៅណាអានាយករដ្ឋមន្ត្រី2ក៏ចឹងដែរមិនដែលឃើញទេបងប្អូនមានតែស្រុកខ្មែរទេអ៊ំខាណានាយករដ្ឋមន្ត្រី2សញ្ញេស្អីនាយករដ្ឋមន្ត្រីទី1ដាច់កំភាំងនាយករដ្ឋមន្ត្រីទី2ស្រុកខ្មែរអូយនិយាយពីដណ្ដើមអំណាចគ្នាមកពិភពលោកមិនដែលមានទេកណ្ដាស់មួយសញ្ញេ2នាក់ស្រាប់តែគាត់ជាមួយអ៊ំស៊ីនេះបងប្អូនចាណាមើលសពថ្ងៃគ្រាន់តែមិនហៅប្រធានទាំងពីរប្រធានទី1ប្រធានទី2ទេណាប៉ិនសញ្ញេទាំងពីរដូចគ្នាហ្នឹងប្រជាជាតិក្អីអង្គុយដូចគ្នាហ្នឹងអាត្រង់ហ្នឹងខ្ញុំនិយាយថាបងប្អូនណាឲ្យតែខាងបងប្អូនត្រូវហ្មងឲ្យតែខាងបងប្អូនត្រូវហ្មងគ្រាន់តែវាអត់ប្រើឈ្មោះថាប្រធានទាំងពីរតាប៉ុន្តែនៃរបស់វាគឺប្រជាជាតិសញ្ញេហ្នឹងដូចគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីទី1ទី2ដែរបោះឆ្នោតជាកញ្ចប់ដូចគ្នាមួយថ្ងៃមុនហ្នឹងអ៊ំខាគាត់ទៀមទាបោះឆ្នោតកញ្ចប់ទៀមទាសុំបោះឆ្នោតកញ្ចប់ហើយគាត់សុំថាឲ្យពេលដែលប្រជុំភ្លាមហ្នឹងប្រជុំសភាដែលគាត់ចូលរួមហ្នឹងគណៈបកសង្គ្រោះជាតិ55នាក់ចូលរួមហ្នឹងសុំឲ្យមានវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផងពីព្រោះខ្លាចសមាជិករដ្ឋសភាខាងគណៈបកប្រជាជនហ្នឹងអត់បោះឆ្នោតឲ្យគាត់ធ្វើអនុប្រធានរដ្ឋសភាព្រោះគាត់បានធ្វើអនុប្រធាននោះហើយវាបោះរឿងច្រើននៅក្នុងរដ្ឋសភាហ្នឹងតិចបោះឲ្យគេរួចហើយស្រាប់តែគេអត់បោះឲ្យអញធ្វើអនុប្រធានរដ្ឋសភាអញ្ចឹងគាត់ថាសូមឲ្យបោះកញ្ចប់កាលពីមុនតិចទៀនគេថាបោះកញ្ចប់
ដល់ឥឡូវខ្លួនឯងខ្លាចមិនបានទៅអនុប្រធានរដ្ឋាភិបាលទាបោះកញ្ចប់ហើយថាឲ្យនាយករដ្ឋមន្ត្រីហ៊ុនសែននឹងទៅផងពេលប្រជុំនឹងព្រោះខ្លាចសមាជិកគណៈបកប្រជាជននឹងអត់មានមេមានកោអញ្ចឹងបោះឆ្នោតទៅវាអត់ជាប់គាត់អញ្ចឹងសូមឲ្យនាយករដ្ឋមន្ត្រីហ៊ុនសែនទៅផងដឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ផ្ទាន់ថាម៉េចទៅវិញហ៎កាលពីមុនបាតកម្មឡើងសត្វហ៊ុនសែនអើយចុះចេញទៅនៅមិនបានទេហ៊ុនសែនអើយចុះចេញទៅឃើញមុខហ៊ុនសែនមិនបានទេស្រាប់តែឥឡូវស្អីក៏ហ៊ុនសែនស្អីក៏ហ៊ុនសែនត្រូវហើយបងប្អូនចាំណាមើលស្អីក៏ហ៊ុនសែនប្រជុំហ៊ុនសែនអត់ទៅអត់បានទេចុះកាលពីមុនស្អប់ហ៊ុនសែនក៏ខ្លាំងម៉េចតាមពិតវាមានស្អប់អីវាបងប្អូនវានិយាយចឹងបានលក្ខណោតភ័យវែងនឹងភ្លុកទឹកភ្លុកដីអ៊ំខាខ្ញុំអ៊ំស៊ីខ្ញុំថាទៅបងប្អូនទៅកុំភ័យខ្ញុំណាបងប្អូនមិនបោះឆ្នោតឲ្យក៏អត់បញ្ហាដែរសំខាន់បំផុតទៅបងប្អូនអាចបង្កើតគណៈបកមួយដោយខ្លួនឯងរួចហើយបោះឆ្នោតរៀបចំគោលនយោបាយបោះខ្លួនទៅរើសគ្នាខ្លួនឯងនឹងទៅរៀបចំប្រព័ន្ធមួយឲ្យខ្លួនឯងមានអំណាចទៅបើបងប្អូនរើសបានប្រធានបងប្អូនសំស្របអាចដឹកនាំបងប្អូនឲ្យធ្វើរឿងនឹងបានណាបងប្អូនខ្ញុំតែដេកការសบายចិត្តបងប្អូនឲ្យខ្ញុំបានសុខផងមុននឹងខ្ញុំងាប់នេះឲ្យខ្ញុំបានសុខផងស៊ីបាយតែមួយថ្ងៃ3ពេលទេតែសប្ថ្ងៃអាណិតទៅបានមកបងប្អូនដល់ពេលបងប្អូនមើលមិនឃើញជំរឿចិត្តរបស់ខ្ញុំទៅនិយាយថាខ្ញុំនឹងចង់បានអីគេដែរអូម្ចាស់ថ្លៃហើយម្ចាស់ថ្លៃបងប្អូនណាមិនងាយទេណាមនុស្សដែលលូតរួចពីប្រយោជន៍ដល់ខ្លួននេះមិនងាយទេណារាប់លានអ្នកបងប្អូនរកមិនទាន់បានមួយផងអាត្រង់នឹងហើយបានជាស្រុកខ្មែរយើងមិនដែលឈ្នះអាខាងកើតទេពីព្រោះអាខាងកើតគេរើសបានអ្នកដឹកនាំរបស់គេជាមនុស្សដែលឈ្នះខ្លួនឯងព្រះពុទ្ធលោកសម្ដែងថាឈ្នះខ្លួនឯងឈ្នះអ្នកដទៃបងប្អូនអត់ដឹងថាអត្ថប្រយោជន៍នៃមេដឹកនាំឈ្នះខ្លួនឯងនឹងវាមានប្រយោជន៍ប៉ុណ្ណាបងប្អូនអត់យល់អំពីអត្ថប្រយោជន៍អ្នកដឹកនាំដែលឈ្នះខ្លួនឯងនោះតើវាមានប្រយោជន៍សម្រាប់ខ្លួនឯងប៉ុណ្ណាបងប្អូនមើលអាពុកម្ដាយដែលស្រឡាញ់កូនដល់កម្រិតដឹងគាត់និយាយថាម៉េចទេសពថ្ងៃក្មួយអ៊ំរស់ព្រោះមានកូនឲ្យអ៊ំធ្វើអីក៏អ៊ំធ្វើដែរឲ្យតែកូនអ៊ំបានសេចក្តីសុខឲ្យតែកូនអ៊ំបានរៀនបានសូត្រគ្រប់គ្នាអ៊ំធ្វើអីក៏អ៊ំធ្វើដែរអ៊ំរស់នៅសំខាន់គឺដើម្បីកូនបើអស់ពីកូនទៅអ៊ំមិនដឹងរស់ធ្វើអីទេខ្លួនឯងជារឿងទី2កូនជារឿងទី1បងប្អូនណារើសបានអ្នកដឹកនាំអញ្ចឹងបងប្អូនសុខបងប្អូនគឺថារិចមកហូជីមិញគឺអញ្ចឹងរិចមកបងប្អូនសុខយួនណាបងប្អូនមានធនធានអីស្មើនឹងយើងប៉ុន្តែដោយសារម្ដាយឪពុកមានចិត្តអញ្ចឹងណាបងប្អូនរកបាយឲ្យកូនស៊ីទាល់តែបានដល់ពេលស្រុកខ្មែរអាអ្នកដឹកនាំវាអត់ឈ្នះខ្លួនឯងធ្វើនយោបាយធ្វើម៉េចបោករាជឲ្យតែស្រឡាញ់ខ្លួនឯងនេះបងប្អូនហើយបងប្អូនមើលស្រុកខ្មែរយើងមើលវាលហាមប៉ុណ្ណាដែលធនធានធម្មជាតិលើសយួនទៅទៀតនេះព្រោះអីព្រោះបងប្អូនរើសបានតែអ្នកដឹកនាំខ្លួនអញគឺសំខាន់លើសអ្វីទាំងអស់ខ្លួនអញ